បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់បាទហើយថ្ងៃនេះជាវីដេអូមួយដែលខ្ញុំចេញមកបញ្ជាក់ថានៅពេលដែលយើងមកការនៅពេលដែលខ្ញុំមកការប្រទេសគេនឹងតើខ្ញុំបានពុំបែបសសរខ្ញុំបាននាងរានហើយខ្ញុំបានដែកនាងរានផ្សេងនឹងជើងរុញនាងរាននឹងមកពីណាកាប់ពិតទៅចំពោះថាជាងបើយើងធ្វើមួយផ្ទះហើយយើងទៅទិញពួកបែបហ្នឹងថ្លៃបងប្អូនវាអត់រួចខ្លួនទេស្រាប់ពី3ផ្ទះអីហ្នឹងគឺយើងអត់ធ្វើបានព្រោះការធ្វើហ្នឹងគឺវាចាយអស់ច្រើនមែនទែនក្នុងមួយដើមបច្ចុប្បន្ននេះគឺគេមានសេវាកម្មជួលបងប្អូនហើយបងប្អូនបានពេញចិត្តចំពោះពុំសសរហ្នឹងបងប្អូនមិនបាច់បារម្ភថាចុះបើខ្ញុំឲ្យធ្វើហើយតិចក៏យកកដាកចេះកចាស់យកឈើកចេះកចាស់មកចាក់សសរខ្ញុំចាក់មិនត្រង់ទៅចាក់មិនស្អាតហើយគឺមានភាពមិនល្អក៏ប៉ុន្តែរឿងហ្នឹងគឺអត់បញ្ហាទេបងប្អូនព្រោះជាងបច្ចុប្បន្ននេះដូចជាខ្ញុំបាត់ផ្ទាល់គឺខ្ញុំជួលគេមកដល់ខ្ញុំកំងសសរពុំហ្នឹងខ្ញុំសួរបងប្អូនជាស្រេចសួរបងប្អូនម្ចាស់ផ្ទះហ្នឹងខ្ញុំសួរថាតើចង់បានសសរមុខប៉ុន្មានប្រវត្តិរត់មុខទៅតាមសសរហ្នឹងតាមទម្ងន់ជាក់ស្ដែងហ្នឹងអញ្ចឹងចង់បានសសរមុខប្រមាណមុខ18ឬក៏មុខ30មុខ20ឬក៏មុខ30ហ្នឹងអញ្ចឹងនៅពេលដែលគាត់ចរចាយើងនិយាយតម្លៃយើងគាត់ចង់បានសសរហ្នឹងហើយខ្ញុំក៏ហៅពុំសសរពុំអីហ្នឹងឲ្យគេដឹកមកឲ្យបងប្អូនអញ្ចឹងហើយឲ្យគេដឹកនឹងរាននឹងអីហ្នឹងគឺនៅពេលឆាប់អីគឺឲ្យគេដឹកមកឲ្យដូចគ្នាបងប្អូនអញ្ចឹងគឺអាសេវាកម្មជួលឬពុំសសរហ្នឹងគឺគេដឹកដល់កន្លែងដំណងហើយបងប្អូនគឺនិយាយជាមួយជាងបែបណាគឺគេចាក់ពុំសសរគឺសតដែកបែបហ្នឹងឯងអញ្ចឹងនេះគឺជាសសរមុខ20ដែលខ្ញុំកំងចាក់នៅភូមិលីស្រងហ្នឹងតែធ្វើ5ដបូលពីស្ទប់អញ្ចឹងទាំងពុំសសរទាំងគ្រឿងប្រើប្រាស់សម្រាប់សំណង់ទាំងនាងរានអីនឹងគ្រឿងទាំងអស់ហ្នឹងគឺខ្ញុំកំងគេមកជួលគេមកត្រឹមត្រូវបងប្អូនអត់មានបញ្ហាអីដែលថាខ្ញុំយកកដាកចេះកចាស់ហ្នឹងទៅប្រើប្រាស់ចំពោះផ្ទះបងប្អូននឹងទេអានឹងទៅតាមតម្រូវការជាស្ដែងហើយមុននឹងធ្វើនេះខ្ញុំសួរម្ចាស់ផ្ទះតែខ្ញុំអាចប្រើប្រាស់ចេះបែបនេះបែបនោះឬក៏ម្ចាស់ផ្ទះក៏អាចជួយអ្វីបានតិចតួចទៅយើងក៏និយាយគ្នាទៅតាមហ្នឹងណាហើយចំពោះពុំសសរហ្នឹងគឺបងប្អូនកំងមុខ20មុខ30មុខ18អាហ្នឹងគឺមានគ្រប់ទាំងអស់បងប្អូនហើយបងប្អូនថាបន្តិចខ្លាយទៅជួលគេនឹងអស់ហើយយកពីបងប្អូនខ្លាយអត់ទេបងប្អូនរឿងហ្នឹងគឺខ្ញុំបានធ្វើបែបសសរហ្នឹងពុំសសរហ្នឹងខ្ញុំធ្វើខ្លួនឯងម្ដងរួចអស់ហើយវាអត់ចំណេញទេបងប្អូនវាចាយដើមដល់ទៅ4-5 លានចំពោះសសរច្រើនដើមតែបើយើងធ្វើត្រឹម5-6ដើមហ្នឹងចូល2-3 លានពុំក្បាត់ពុំស្រាប់អណ្ដៅក្រងផងហ្នឹងគឺពិបាកមែនទេអញ្ចឹងវាអត់ចំណេញទេហើយវាអត់បានគ្រប់គ្រាន់ចុះបើយើងត្រូវការមុខ30ចុះបើយើងត្រូវការមុខ20ចុះបើត្រូវការមុខ18អាហ្នឹងយើងធ្វើគ្រប់តែហ្នឹងយើងធ្វើមិនកើតមានលុយឯណាធ្វើអញ្ចឹងគេមានហាងគេហ្នឹងគឺហាងកំងហ្នឹងអញ្ចឹងខ្ញុំកំងមកគឺបានត្រូវការ18កំង18ត្រូវការ20អញ្ចឹងបងប្អូនក៏អត់ចាំបាច់បារម្ភថាខ្លាចខ្ញុំអត់មានគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់នឹងទេដូចយើងដឹងស្រាប់ហើយថាមិនថាជាងឬក៏មិនថាពេទ្យទេតែឧបករណ៍ប្រើប្រាស់អត់គ្រប់គ្រាន់គឺលទ្ធផលនៃការងារគឺអត់សូវល្អទេវាល្អដែរតែវាពិបាកធ្វើហើយយូរគាត់ទាន់សភាពការរឿងហ្នឹងខ្ញុំក៏យល់ដែរបងប្អូនជាពិសេសគឺខ្ញុំជាងសំណងគឺខ្ញុំយល់ច្បាស់អញ្ចឹងដោយបញ្ហាហ្នឹងឯងខ្ញុំមានការតំណែងជាមួយហាងផ្ទាល់របស់ខ្ញុំជាមួយរានកន្លែងទីតាំងដែលគេធ្វើពុំសសរហ្នឹងគឺចង់បាននឹងរានឧទាហរណ៍ថា30-40ឈុតអញ្ចឹងខ្ញុំជួលមក30-40ឈុតហ្នឹងអញ្ចឹងពេលចប់ការងារទាំងអស់ហ្នឹងខ្ញុំដឹកចេញទៅវិញទៅគេគិតមួយឈុតប្រហែលឧទាហរណ៍ថាយើងមួយថ្ងៃប្រហែលយើងយក10ឈុតចុះអញ្ចឹងវាអស់មក100000ឬក៏200000អញ្ចឹងការងារយើងវាដើរល្អហើយវាលឿនទៀតជាងគាត់ធ្វើបានល្អទៀតគាត់ឡើងអត់ខ្លាចទៅវាងាយស្រួលអញ្ចឹងណាហើយពុំសសរហ្នឹងគឺ
ត្រង់ដល់វា18ឧទាហរណ៍មុខ18មុខ20ទៅវាត្រង់ហើយវាថ្មីវាល្អសាច់យើងឬអញ្ចឹងបើខ្ញុំត្រូវការថ្មីតែអាហ្នឹងគឺខ្ញុំត្រូវការថ្មីអញ្ចឹងគេដាក់ថ្មីឲ្យអញ្ចឹងជាងក៏តាំងងាយស្រួលដែរហើយខ្ញុំក៏តាំងសបានងាយស្រួលអញ្ចឹងចំពោះបញ្ហាទាំងអស់ហ្នឹងគឺអត់បញ្ហាទេបងប្អូនបាច់ភ័យបារម្ភថាអត់មានឧបករណ៍គ្រប់គ្រាន់អាហ្នឹងគឺមិនចាំបាច់ភ័យបារម្ភទេគឺខ្ញុំមានទាំងអស់ហ្នឹងឯងអាហ្នឹងចំពោះការធ្វើតែបើឲ្យខ្ញុំចាយលុយទៅទិញអាហ្នឹងគឺយើងធ្វើអត់កើតដោយសារចុះបើផ្ទះថ្ងៃក្រោយទៀតគេត្រូវការ20ថ្ងៃក្រោយទៀតគេត្រូវការ30យើងធ្វើតាមទៅនឹងធ្វើមិនចេះអញ្ចឹងគេសុខចិត្តជួលអញ្ចឹងហើយតម្លៃមិនបានតាក់ទងអីជាមួយនឹងទេមិនបានថាវាជួលគេតាំងពីនេះតាំងមនុស្សអញ្ចឹងវាមកគិតពីយើងហើយថ្លៃហើយបងប្អូនអាចគិតខ្លួនឯងបានដូចគ្នាតើបងប្អូនថាតម្លៃទៅរួចក៏អត់ទៅមិនរួចបងប្អូនកុំធ្វើទៅហើយចំពោះខ្ញុំគឺធ្វើគឺអ្នកណាដែលថាធ្វើមិនយកចំណេញបងប្អូនគាត់តែតិចនឹងច្រើនហ្នឹងហើយកាលណាតែកម្រិតស្តង់ដារខ្លាំងកម្រិតស្អាតខ្លាំងល្អខ្លាំងហ្នឹងគឺវាថ្លៃបន្តិចអញ្ចឹងស៊ីសនការនិយាយគ្នានិយាយតម្លៃគ្នាជាស្ដែងទេបងប្អូនអញ្ចឹងនេះគឺវីដេអូនេះគឺខ្ញុំបញ្ជាក់ថាមិនចាំបាច់បារម្ភមិនចាំបាច់ភ័យថាកុំជាងរបស់ពួកខ្ញុំនេះអត់មានឧបករណ៍អញ្ចឹងគឺអានឹងអត់ទេខ្ញុំមានហាងផ្ទាល់បានតំណែងរួចរាល់ជាស្រេចសម្រាប់ការធ្វើផ្ទះហ្នឹងគឺជួលគេមកគឺថ្មីបងប្អូនចង់បានថ្មីខ្ញុំជួលថ្មីអត់វាគាត់ថាជួលគេមកហ្នឹងជួនកាលគេអាចរវល់ខ្លាយអញ្ចឹងយើងចាំពេលថ្ងៃពីថ្ងៃយើងអាចធ្វើឲ្យផ្សេងបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអានេះគឺខ្ញុំចង់បញ្ជាក់អំពីគ្រឿងប្រើប្រាស់អំពីរបរប្រើប្រាស់សម្រាប់ការធ្វើសំឡុងណាអរគុណច្រើនសម្រាប់ការមើលវីដេអូនេះ